លោកដូណាល់ត្រាំបានបញ្ជាឲ្យទីបញ្ជាការកណ្ដាលយោធាអាមេរិកបើកការវាយប្រហារជាថ្មីទៀតប្រឆាំងកងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ក្រោយពីសេតវិមានតាមរយៈទីបញ្ជាការកណ្ដាលប្រកាសផ្អាកជាបណ្ដោះអាសន្នតែប៉ុន្មានម៉ោងក្នុងប្រតិបត្តិការយោធារបស់ខ្លួនគិតត្រឹមថ្ងៃសុក្រកន្លងទៅនេះក៏ប៉ុន្តែមិនយូរប៉ុន្មាននៅបន្ទាប់ពីកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បើកការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកទៅលើប្រទេសហ្សោដានីដែលធ្វើឲ្យកងកម្លាំងយោធាពីររូបរបស់អាមេរិកស្លាប់និងម្នាក់ទៀតបាត់ខ្លួនរឿងនេះបានធ្វើឲ្យលោកដូណាល់ត្រាំអស់ការអត់ធ្មត់ហើយក៏បញ្ជាឲ្យទីបញ្ជាការកណ្ដាលរបស់ខ្លួនបើកប្រតិបត្តិការវាយប្រហារអាវុធធុនធ្ងន់និងថ្មើរជើងប្រឆាំងអ៊ីរ៉ង់ជាថ្មីទៀតកាលពីយប់ថ្ងៃសៅរ៍កាសែតបានចេញផ្សាយដោយស្រង់របាយការណ៍របស់សេចក្តីថ្លែងការណ៍នៃទីបញ្ជាការកណ្ដាលយោធាអាមេរិកនិយាយថាការវាយប្រហារនេះគឺជាយប់ទី8ហើយចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបើកការវាយប្រហារជុំទី2នៅបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ដែលមានអាយុកាលមិនដល់1ខែផងត្រូវបរាជ័យចំណែកលោកដូណាល់ត្រាំអះអាងថាប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់នេះគឺមានគោលបំណងកាត់បន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មតាមច្រកសមុទ្រហូមូសនៅយប់ថ្ងៃសៅរ៍មេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់គឺលោកមុយតាបាខាមេនីអ៊ីបានចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរដោយលើកឡើងថាការរំលោភកិច្ចព្រមព្រៀងជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកបានបង្ហាញពីការពិតជាមូលដ្ឋានថាហត្ថលេខារបស់ប្រធានាធិបតីអាមេរិកគ្មានតម្លៃនិងគ្មានភាពគួរឲ្យទុកចិត្តបានទាល់តែសោះលោកខាមេនីអ៊ីដែលមិនបានបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីការវាយប្រហារដែលបានសម្លាប់ឪពុករបស់លោកគឺលោកអាយ៉ាតូឡាអាលីខាមេនីកាលពីថ្ងៃទី28កុម្ភៈបានចោទប្រកាន់សហរដ្ឋអាមេរិកថាកំពុងព្យាយាមបង្កើនភាពតានតឹងនៃចំនួននៅមជ្ឈមបូព៌ាហើយបានព្រមានថាអ៊ីរ៉ង់មានមេរៀនដែលមិនអាចបំភ្លេចបានសម្រាប់សហរដ្ឋអាមេរិកបើគិតមកដល់ពេលនេះរបាយការណ៍បង្ហាញថាចំនួនទាហានអាមេរិកដែលបានស្លាប់ក្នុងសង្គ្រាមនេះបានកើនដល់16នាក់ហើយបន្ទាប់ពីអ្នកបើកយន្តហោះរបស់កងទ័ពជើងទឹកអាមេរិកម្នាក់ដែលបានបាត់ខ្លួនកាលពីដើមខែនេះត្រូវបានប្រកាសថាបានស្លាប់នេះជាលើកទី2ហើយក្នុងសប្តាហ៍នេះដែលចំនួនអ្នកស្លាប់របស់យោធាអាមេរិកបានកើនឡើងនោះដោយឡែកប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់វិញបានឲ្យដឹងថាយ៉ាងហោចណាស់មនុស្ស50នាក់ស្លាប់និងជាង500នាក់ទៀតរងរបួសដោយសារការវាយប្រហាររបស់អាមេរិកក្នុងរយៈពេល3សប្តាហ៍ចុងក្រោយនេះហើយតួលេខផ្លូវការក៏បានបង្ហាញដែរថាមនុស្សរាប់ពាន់នាក់ទៀតបានស្លាប់នៅទូទាំងតំបន់មជ្ឈមបូព៌ាចាប់តាំងពីសង្គ្រាមរវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់បានចាប់ផ្ដើមកាលពីថ្ងៃទី28ខែកុម្ភៈដោយភាគច្រើននៃជនរងគ្រោះគឺនៅក្នុងប្រទេសអ៊ីរ៉ង់និងលីបង់